គឺរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់បាននិយាយថាសូមទុកពេលឲ្យអ៊ីរ៉ង់បន្តិចទៀតគឺនឹងអាចសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងសហរដ្ឋអាមេរិកហើយការថ្លែងរបៀបទន់ភ្លន់របស់លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់នៅពេលនេះគឺកើតឡើងស្របពេលដែលសហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធាកាន់តែខ្លាំងឡើងកាន់តែច្រើនឡើងទៅជិតប្រទេសអ៊ីរ៉ង់ដោយមានយន្តហោះដាក់ទៅទីនោះយ៉ាងហោចណាស់ជាង150គ្រឿងបាទកាន់តែច្រើនជាងមុនមិនដែលធ្លាប់មានពីពេលមុនមកទេក្នុងរយៈពេលជាង2ទសវត្សរ៍មកនេះគឺស្ដាប់មើលក្នុងអត្ថបទនេះគឺអ៊ីរ៉ង់ហាក់ដូចជាប្រើសម្ដីទន់ភ្លន់ជាងមុនបន្តិចបាទនៅពេលដែលយន្តហោះទៅដល់ក្បែរនោះអស់ហើយបាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅពេលនេះគឺនៅយប់ថ្ងៃអង្គារមកនៅសហរដ្ឋអាមេរិកនេះបាទនៅកម្ពុជានេះគឺថ្ងៃពុធទៅហើយបាទនៅពេលនេះគឺមានព័ត៌មានសំខាន់ពីសហរដ្ឋអាមេរិកគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទ Reuters បានរាយការណ៍ឲ្យដឹងតាក់ទងជាមួយនឹងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកបាទបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់គឺលោក Abbas Araghchi បានថ្លែងនៅថ្ងៃពុធនេះថាគឺកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកគឺអាចនឹងសម្រេចបានក៏ប៉ុន្តែគឺដោយសារតែរឿងនេះវាជារឿងការទូតអញ្ចឹងដូច្នេះត្រូវតែផ្ដល់អធិភាពសិនមកហើយត្រូវការពេលវេលាផងដែរគឺនឹងមុនពេលដែលភាគីទាំងពីរជួបចរចាគ្នាជាថ្មីនៅក្នុងរយៈពេលប្រហែលថ្ងៃទៀតនេះនៅក្នុងទីក្រុង Geneva បាទគឺការចរចារវាងក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់នោះគឺក្រុងនឹងជួបគ្នានៅថ្ងៃប្រហ័សនេះបើយោងតាមមន្ត្រីរបស់សហរដ្ឋអាមេរិកមួយរូបដែលបានថ្លែងឲ្យដឹងកាលពីថ្ងៃច័ន្ទម្សិលមិញណាបាទហើយអ្នកដែលចូលរួមនៅក្នុងកិច្ចប្រជុំចរចានោះគឺដដែលទេគឺលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់លោកប្រធានាធិបតី Donald Trump ហើយនិងលោក Jared Kushner ដែលជាកូនប្រសាររបស់លោកប្រធានាធិបតីដែលគ្រោងនឹងជួបគ្នាជាមួយនឹងប្រតិភូរបស់អ៊ីរ៉ង់នៅក្នុងការចរចានេះផងដែរគឺការចរចានោះគឺចាប់ផ្ដើមនៅពេលថ្មីនេះហើយក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងតែត្រៀមកម្លាំងដើម្បីវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់បាទហើយអ្នកការទូតកម្ពុជារបស់ប្រទេសអ៊ីរ៉ង់បាននិយាយថាគឺការចរចានឹងអាចនឹងដំណើរការឡើងវិញគឺអ៊ីរ៉ង់មានការបដិញ្ញាចិត្តក្នុងការសម្រេចឲ្យបាននៅលទ្ធផលមួយដែលមានលក្ខណៈយុត្តិធម៌ហើយនឹងត្រឹមត្រូវផងដែរដោយសារតែរឿងដែលកើតឡើងមួយនេះគឺវាប្រថុយញុចចឹងដូច្នេះការសម្រេចឲ្យបានក្នុងរយៈពេលខ្លីហ្នឹងគឺបាទគឺនឹងត្រូវការពេលវេលាក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺអ៊ីរ៉ង់ប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីសម្រេចឲ្យបានលទ្ធផលល្អក្នុងរយៈពេលខ្លីៗឲ្យបានឆាប់តាមតែអាចធ្វើទៅបានបាទនៅមុននេះបន្តិចគឺអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់ក៏បាននិយាយផងដែរថាបាទអ៊ីរ៉ង់គឺនឹងចាត់វិធានការគ្រប់បែបយ៉ាងទាំងអស់បាទដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបានកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកបាទប្រិមិត្តគឺស្ដាប់មើលទៅដូចជាទុនភ្លុនបន្តិចដែរណាបាទទុនភ្លុនជាងមុនច្រើនដោយឡែកអ្នកនាំពាក្យរបស់សេតាវិមានវិញគឺអ្នកស្រី Caroline Leavitt បានថ្លែងនៅថ្ងៃអង្គារនេះថាលោកប្រធានាធិបតី Donald Trump គឺមានជំរឿសច្រើនក៏ប៉ុន្តែជាបឋមនោះគឺលោកប្រធានាធិបតីប្រើប្រាស់នៅជំរឿសការទូតសិនដំណោះស្រាយការទូតសិនឲ្យអស់លទ្ធភាពក៏ប៉ុន្តែលោកប្រធានាធិបតីក៏នឹងមានចេតនានៅក្នុងការប្រើកម្លាំងយោធាផងដែរប្រសិនបើចាំបាច់នេះគឺជាការវិវត្តនៅក្នុងការចរចារវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់គឺស្ដាប់ក្នុងអត្ថបទនេះគឺអ៊ីរ៉ង់ហាក់ដូចជាប្រើសម្ដីទន់ភ្លន់ជាងមុនបន្តិចបាទនៅពេលដែលយន្តហោះទៅដល់ក្បែរនោះអស់ហើយបាទនេះជាការវិវត្តធំដែរបាទនៅប្រហែលនាទីទៀតនេះគឺនឹងដល់កម្មវិធីមួយគេហៅថាសន្ទរកថាប្រចាំឆ្នាំឬក៏ហៅថាសន្ទរកថាសហព័ន្ធស្ដីអំពីស្ថានភាពសហព័ន្ធដែលលោកប្រធានាធិបតីទៅថ្លែងជាប្រចាំទៅដល់សភារបស់សហរដ្ឋអាមេរិកទាំងពីរអង្គតែម្ដងបាទហើយបើតាមសេចក្តីរាយការណ៍ហ្នឹងគឺលោកប្រធានាធិបតីសង្ឃឹមថានឹងយកឱកាសនៃការថ្លែងអំពីស្ថានភាពសហព័ន្ធនេះដើម្បីស្ដារប្រជាប្រិយភាពរបស់លោកវិញក្នុងគណៈពេលដែលប្រជាប្រិយភាពរបស់លោកធ្លាក់ចុះយ៉ាងខ្លាំងបើកំសែងមើល State of the Union ទេបាទដល់មក State of the Union ឥឡូវអត់បានមើលឥឡូវធ្វើម៉េចឥឡូវចាំមើលសាមើលក្រោយទៀតណាបាទចាំសង្ខេបជូនតាមក្រោយបាទប៉ុន្តែខ្ញុំដឹង State of the Union ដឹងហើយពីព្រោះអីកាលពីឆ្នាំមុនខ្ញុំក៏បានផ្សាយពី State of the Union មានដែរ
ក្បួន CW Union ហ្នឹងគេអាចអូខេចាំនិយាយច្រើនមានវិធីរបស់វាបានន័យថាអ្វីដែលសង្ខេបសម្ាញ់គឺថាអ្វីដែលលោកត្រាំលោកធ្វើមួយឆ្នាំមកហ្នឹងគឺលោកមកសរុបវិញទាំងអស់ទៀតដដែលដូច្នេះអញ្ចឹងបន្ទីខ្លះខ្ញុំឲ្យខាងសវីវៀតណាមខាងសវីផ្សេងគេបកបណ្ដេញសន្ទរកថារបស់គាត់ពេលហ្នឹងតែម្ដងតែខាងខ្ញុំហ្នឹងមានអូខេតទៀតសិនណាកុំបែកស៊ឺចំប្លុកចង់បែកទៅបន្ថែមតាក់ទងជាមួយនឹងស្ថានភាពរបស់សហព័ន្ធគឺលោកប្រធានាធិបតី Donald Trump គឺនៅពេលបន្តិចទៀតនេះលោកនឹងថ្លែងអំពីស្ថានភាពរបស់សហព័ន្ធដែលគេថាជាសន្ទរកថាប្រចាំឆ្នាំរបស់លោកប្រធានាធិបតីដែលជាតាមច្បាប់តម្រូវគឺថ្លែងនៅក្នុងសភារួមគ្នាគឺទាំងរដ្ឋសភាប្រសិទ្ធិមកជុំគ្នានៅកន្លែងទីតាំងរដ្ឋសភាបាទហើយលោកប្រធានាធិបតីគឺថ្លែងទៅសន្ទរកថារួមទៅដល់សភាទាំងអស់ហើយក៏ដូចជាទៅដល់ប្រជាជាតិទាំងមូលផងដែរអំពីស្ថានភាពដែលការដឹកនាំរបស់លោកក្នុងពេលមួយឆ្នាំកន្លងមកនេះគឺបានន័យថាការថ្លែងនេះគឺមួយឆ្នាំម្ដងហើយការថ្លែងនៅលើកនេះបើតាមការរាយការណ៍គឺការឡើងក្នុងពេលដែលប្រជាប្រិយភាពរបស់លោកប្រធានាធិបតីធ្លាក់ចុះយ៉ាងខ្លាំងនេះបើយោងតាមការស្ទង់មតិដូច្នេះលោកប្រធានាធិបតីត្រូវបានគេរំពឹងថានឹងថ្លែងសន្ទរកថាយ៉ាងវែងនៅថ្ងៃនេះដើម្បីបង្ហាញអំពីសមិទ្ធផលស្នាដៃរបស់លោកនៅក្នុងការដែលកាន់អំណាចក្នុងរយៈពេលមួយឆ្នាំមកនេះបាទគឺអ្វីដែលជាបញ្ហាសំខាន់ដែលក្នុងពេលកន្លងមកជាកត្តាជំរុញឲ្យលោកប្រធានាធិបតីបានជាប់ឆ្នោតនោះគឺកត្តាសេដ្ឋកិច្ចហើយនឹងកត្តារឿងជនអន្តោប្រវេសន៍ប៉ុន្តែរឿងទាំងអស់នេះឥឡូវនេះបែរជាទទួលបានទស្សនៈចម្រុះគឺខ្លាយទៅជាប្រធានបទមួយដែលមានមនុស្សជាច្រើនមិនពេញចិត្តទេសេដ្ឋកិច្ចក៏មិនបានល្អច្រើនហើយនឹងរឿងអន្តោប្រវេសន៍នោះគឺមានពាក់ព័ន្ធជាមួយនឹងការអនុវត្តតឹងរឹងជាច្រើនដែលធ្វើឲ្យអ្នកដែលធ្លាប់គ្រប់គ្រងលោកប្រធានាធិបតីនោះក៏មិនពេញចិត្តផងដែរហើយក្នុងពេលដែលឥឡូវនេះគឺរដ្ឋាភិបាលសហព័ន្ធគឺនៅក្រសួងសន្តិសុខមាតុភូមិដែលទទួលបន្ទុកខាងប៉ូលីសអន្តោប្រវេសន៍ស្អីនោះគឺអត់ដំណើរការទៀតដោយសារតែមានការមិនគ្រប់គ្រងពីខាងគណៈបកប្រជាធិបតេយ្យចំពោះគោលនយោបាយតឹងរឹងរបស់រដ្ឋបាលរបស់លោកប្រធានាធិបតីដូច្នេះនេះគឺជារឿងមួយដែលគេរំពឹងថាលោកប្រធានាធិបតីនឹងប្រើប្រាស់វេទិកានេះថ្លែងដើម្បីលើករំលេចអំពីស្នាដៃរបស់លោកប្រធានាធិបតីហើយគឺការថ្លែងនេះដើម្បីស្ដារប្រជាប្រិយភាពផងដើម្បីជួយសង្គ្រោះគណៈបកសាធារណរដ្ឋរបស់លោកផងដែលអាចនឹងប្រឈមមុខនឹងការបោះឆ្នោតនៅពាក់កណ្ដាលអាណត្តិនៅខែ11ខាងមុខនេះដែលបើសិនជាមិនមានការកែប្រែយ៉ាងណាទេគឺនឹងអាចបាត់បង់ការគ្រប់គ្រងនៅរដ្ឋសភាផងដែរនៅក្នុងការពាក់កណ្ដាលអាណត្តិនេះបាទហើយគឺវិជាការមួយគម្រាមកំហែងទៅដល់ការគ្រប់គ្រងនៅអាណត្តិទី2របស់លោកផងដែរជាពិសេសគឺនៅក្រោយពីបោះឆ្នោតពាក់កណ្ដាលអាណត្តិហើយប្រសិនបើគណៈបកប្រជាធិបតេយ្យគ្រប់គ្រងរដ្ឋសភាវិញគឺមានគោលនយោបាយមួយចំនួនគឺលោកប្រធានាធិបតីមិនអាចនឹងអនុវត្តបានទេក្រៅពីត្រូវតែសម្របសម្រួលចរចាគ្នាជាមួយនឹងគណៈបកប្រជាធិបតេយ្យបាទដែលអាចនឹងគ្រប់គ្រងដូច្នេះការគ្រប់គ្រងនៅខាងរដ្ឋសភាហ្នឹងគឺជារឿងមួយដែលឥឡូវនេះកំពុងតែប្រព្រឹត្តប្រផាយណាស់អញ្ចឹងលោកឆ្លៀតឱកាសនេះដើម្បីយកមកថ្លែងដើម្បីផ្លាស់ប្ដូរនៅមតិមហាជនឲ្យយល់ដឹងអំពីស្នាដៃរបស់លោកដែលបានបំពេញក្នុងពេលកន្លងមកហើយពីព្រោះអីគឺលោកប្រធានាធិបតីបានត្អូញត្អែក្នុងពេលកន្លងមកទាំងនៅកន្លែងសាធារណៈក្តីទាំងនៅលក្ខណៈឯកជនក្តីលោកថាលោកខិតខំប្រឹងធ្វើការច្រើនក៏ប៉ុន្តែបែរជាមិនទទួលបានការទទួលស្គាល់ស្នាដៃរបស់លោកឲ្យបានគ្រប់គ្រាន់នោះទេបាទនេះគឺជាអ្វីដែលលោកបានត្អូញត្អែប្រិមិត្តមួយចំនួនដែលនៅសហរដ្ឋអាមេរិកនេះគឺបានឃើញហើយលោកប្រធានាធិបតីលោកថាលោកធ្វើការច្រើនប៉ុន្តែ credit មិនទទួលបានតាមនោះទេហើយសូម្បីតែលក្ខណៈឯកជនហ្នឹងគឺក៏អញ្ចឹងដែរបាទហើយគឺនិយាយដោយត្រង់បើវងចប់មួយគឺសារព័ត៌មានជាច្រើនគឺរាយការណ៍មិនសូវជារំលេចអស់ពីស្នាដៃរបស់លោកទេដែលលោកប្រធានាធិបតីក៏មិនសប្បាយចិត្តដែរបាទបិទមកវិញគឺលោកប្រធានាធិបតីទៅបានគេរំពឹងថានឹងលើកកម្ពស់អំពីស្នាដៃនៅអ្វីដែលរដ្ឋបាលរបស់លោកមើលឃើញថាជាការជោគជ័យខាងផ្នែកសេដ្ឋកិច្ចរបស់លោកបាទនៅក្នុងនោះគឺមានអត្រានៃចំនួនអ្នកដែលមានការងារធ្វើនោះគឺកាន់តែច្រើនឡើងនៅក្នុងខែមករាកន្លងមកនេះបាទគឺជារឿងមួយដែលបានកើតមានឡើងរំពឹងដោយក្តីរំពឹងរបស់អ្នកសេដ្ឋកិច្ចថានឹងបានល្អប្រសើរហើយក៏ដូចជាការធ្លាក់ចុះនៅតម្លៃប្រេងឥន្ធនៈផងដែរហើយនឹងក៏ដូចជាការបង្កើននៅទីផ្សារភាគហ៊ុនដែលបានកើនឡើងរហូតដល់ 12% ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះហើយលោកក៏រំពឹងថានឹងលើកឡើងអំពី
ជោគជ័យរបស់លោកនៅកិច្ចការតាក់ទងជាមួយនឹងបញ្ហាព្រំដែនដែលជនអន្តោប្រវេសន៍ខុសច្បាប់បានធ្លាក់ចុះមិនអាចចូលមកសហរដ្ឋអាមេរិកបានយ៉ាងច្រើនក៏ក្រែងដូចក្នុងពេលកន្លងមកនេះហើយក៏ដូចជាអត្រានៃការធ្លាក់ចុះនៃការធ្វើឃាតការសម្លាប់មនុស្សក្នុងពេលកន្លងមកផងដែរហើយក៏ដូចជានឹងលើកឡើងអំពីការផ្ដល់ប្រាក់បន្ថែមទៅដល់យោធារបស់សហរដ្ឋអាមេរិកដែលបានទទួលលុយ bonus បន្ថែមចំនួន1776បាទដែលទៅដល់យោធារហូតដល់1លានកន្លះបាទខ្ញុំអត់បាននេះខាងហ្នឹងបាទបាននៅខាងយោធាទេពួកខ្ញុំនៅខាង civil បាទគឺដូច្នេះលោកនឹងលើកអំពីបញ្ហានេះផងដែរហើយក៏ប៉ុន្តែអ្វីដែលជាការគួរឲ្យអភ័ព្វនោះគឺគេថាសមាជិករដ្ឋសភាគណៈបកប្រជាធិបតេយ្យកាន់តែច្រើនឡើងគឺបានជ្រើសរើសថាមិនចូលរួមទៅស្ដាប់លោកទេគឺគេនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍មួយដែលគេរៀបចំឡើងនៅទីលាន Lincoln Memorial ដែលនៅខាងក្រៅក្បែរនឹងសេតាវិមានដែរគឺទៅកន្លែងនោះគេមានកម្មវិធីមួយគេហៅថា People State of the Union បាទស្ថានភាពសហព័ន្ធរបស់ប្រជាពលរដ្ឋដែលគេរៀបចំពិធីធ្វើនៅកន្លែងនោះហើយគឺមានសមាជិកសភាឬក៏ព្រឹទ្ធសភារបស់ខាងគណៈបកប្រជាធិបតេយ្យមួយចំនួនគេនឹងទៅចូលរួមកម្មវិធីនោះទៅវិញបាទអញ្ចឹងដូច្នេះនេះគឺជារឿងដែលកំពុងតែកើតមានឡើងអញ្ចឹងដោយដែលមុនចូល show នោះមានប្រិមិត្តម្នាក់បានសួរអំពីស្ថានភាពសហព័ន្ធនោះគឺជាអ្នកសារព័ត៌មានដែលយើងក្នុងពេលកន្លងមកដែលរាយការណ៍អំពីសកម្មភាពរបស់លោកប្រធានាធិបតីជាបន្តបន្ទាប់ហ្នឹងគឺបើយើងដឹងនៅខាងពេលក្នុងពេលកន្លងមកគឺខាង VOA ហ្នឹងបានផ្សាយបន្តផ្ទាល់ណាក្នុងពេលកន្លងមកគឺផ្សាយបន្តផ្ទាល់ហើយយើងក្រោយពីចប់សន្ទរកថាហ្នឹងមកវិភាគថាតើចំណុចដែលលោកនិយាយមកមិនចឹងបាទថ្ងៃនេះមិនអាចធ្វើជូនបានទេម្នាក់ឯងក៏ប៉ុន្តែពេលដែលពួកខ្ញុំក្តីពួកខាងសារព័ត៌មាននានាក្តីពេលដែលលោកប្រធានាធិបតីថ្លែងបានប្រហែលជាខ្ទង់10នាទីបាទ10នាទីតាមធម្មតាសន្ទរកថារបស់គាត់អាចដល់1ម៉ោងជាងបាទប្រធានាធិបតីមួយសិតតែ set record បាទគឺគេចង់ឲ្យបានឈ្នះគេថ្លែងវែងឬក៏ថ្លែងខ្លីខ្លឹមសារមិនចឹងបាទពេលដែលគាត់ថ្លែងបាន10នាទីហ្នឹងគឺសន្ទរកថាឯកសារជាกระดาษហ្នឹងគេផ្ញើមកឲ្យគេផ្ញើគ្រប់បណ្ដាញសារព័ត៌មានអញ្ចឹងអ្នកខ្លះគាត់យកមកវិភាគគាត់មកអានបាទរាល់ដងហ្នឹងគឺមកពេលគាត់នៅទទួលបានអញ្ចឹងយើងចែកគ្នា print ម្នាក់មក copy អញ្ចឹងទៅយើងមើលយើងខ្ញុំដូចថាខ្ញុំផ្ដោតទៅលើបញ្ហាសេដ្ឋកិច្ចតោប្រវេសបាទលោកខេមរាផ្ដោតទៅលើបញ្ហារឿងគោលនយោបាយការបរទេសជាមួយនឹងចិនជាមួយនឹងអ៊ីរ៉ង់ជាមួយនឹងវេណេស៊ុយឡាកម្ពុជាសិទ្ធិមនុស្សអីចឹងមកហើយយើងយកមកពិភាក្សាគ្នាក្រោយពីហ្នឹងទៅបើយើងសួរឆ្លើយឆ្លងគ្នាការប៉ុន្តែការពិតយើងមានឯកសារនឹងសន្ទរកថានោះគេផ្ញើមកឲ្យ10នាទីពេលដែលគាត់ថ្លែង10នាទីនោះគឺគេផ្ញើមកឲ្យយើងទាំងអស់គ្នានឹងមើលបានហើយយើងយកមកពិភាក្សាដើម្បីកុំឲ្យចាប់ពីព្រោះស្ដាប់ផងអីផងគឺមិនទាន់អញ្ចឹងណាបើអញ្ចឹងនៅសហរដ្ឋអាមេរិកនេះព្រឹត្តិការណ៍នៃការថ្លែងសន្ទរកថាប្រចាំឆ្នាំរបស់លោកប្រធានាធិបតីមួយម្ដងគឺជាព្រឹត្តិការណ៍ដ៏ធំសម្រាប់អ្នកសារព័ត៌មានដើម្បីរាយការណ៍ជូនឲ្យគ្រប់បណ្ដាញសារព័ត៌មានទាំងអស់គឺផ្សាយប៉ុស្តិ៍តែមួយតែម្ដងបាទនឹងព្រឹត្តិការណ៍តែមួយបាទព្រឹត្តិការណ៍តែមួយអំពីរឿងនឹងតែម្ដងបាទនេះគឺជាព័ត៌មានទី1អញ្ចឹងប្រហែលជាស្អែកហ្នឹងតើមានខ្លឹមសារយ៉ាងម៉េចខ្ញុំនឹងជម្រាបជូនប្រិមត្តផងដែរ